ស្បែកជ្រូកបំពងស្រួយនេះគឺខ្ញុំចំណាយពេលតែជាង1ម៉ោងតែគឺធ្វើបានហូបឲ្យបងប្អូនហើយអត់ចាំបាច់ត្រូវចំណាយពេល2ទៅ3ថ្ងៃដើម្បីហាស្បែកជ្រូកនឹងឲ្យក្រៀមអីទេស្បែកជ្រូកបំពងនេះយកទៅហូបជាមួយនឹងបុកល្ហុងអីក៏ត្រូវហើយបើថាបានក្លុកជាមួយនឹងគ្រឿងចេះក៏ឆ្ងាញ់មួយយ៉ាងដែរតេះលេងថ្ងៃអីហ្នឹងជក់មាត់អស់តោះហើយរបៀបធ្វើវិញក៏កាន់តែងាយស្រួលទៀតដែរជាដំបូងគឺខ្ញុំមានស្បែកជ្រូកហ្នឹងយើងយកទៅលាងជាមួយនឹងទឹកអំបិលកោសវាឲ្យស្អាតទៅណាហើយបន្ទាប់មកគឺយកមកដាក់ស្ងោរហើយស្ងោរគឺខ្ញុំបន្ថែមតែជាមួយនឹងម្សៅស៊ុប1ស្លាបព្រាកាហ្វេទេដើម្បីឲ្យវាមានជាតិនៅក្នុងនឹងខ្លះអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺថាស្បែកជ្រូកខ្ញុំបានស្ងោរមកពុះប៉ុណ្ណឹងហើយគឺខ្ញុំបានស្រង់វាចេញហើយខ្ញុំក៏បានជាខ្លាញ់ដែលនៅជាប់ជាមួយនឹងស្បែកជ្រូកនឹងចេញឲ្យស្អាតអញ្ចឹងទៅណាហើយបន្ទាប់មកគឺខ្ញុំយកវាមកហាន់ជាចំណិតអញ្ចឹងហើយបងប្អូនកុំហាន់ធំពេកហាន់តូចល្មមបានហើយព្រោះអីស្បែកជ្រូកនេះនៅពេលដែលយើងបំពងទៅគឺវារីកធំជាងនឹងទៀតណាបងប្អូនរីកធំជាងនឹងគុណនឹង2ហើយខ្ញុំហាន់ប៉ុណ្ណឹងចង់ធំជ្រុលទៀតណាបងប្អូនហើយនៅពេលដែលខ្ញុំហាន់ហើយគឺខ្ញុំបានយកវាមកដាក់អាំងនៅក្នុង air fry ប្រើភ្លើង120ហើយរយៈពេល1ម៉ោងអានេះ1ម៉ោងក្រោយមកគឺថាស្បែកជ្រូកយើងឡើងក្រៀមល្អបែបហ្នឹងហើយអញ្ចឹងហើយគឺខ្ញុំបានដាក់តាមប្រេងឲ្យឡើងក្តៅខ្លាំងទៅបន្ទាប់មកយកស្បែកជ្រូកនឹងយកមកបំពងតែម្ដងហើយបំពងនឹងតាម20វិនាទីគឺឆ្អិនហើយបងប្អូនហើយនេះគឺជាស្បែកជ្រូកនៅពេលដែលខ្ញុំបានបំពងឆ្អិនហើយគឺថាវាឡើងប៉ោងរីកមៀតធំតែម្ដងណាបងប្អូនហើយយើងក៏បន្តបំពងស្បែកជ្រូកនឹងរហូតទាល់តែអស់ទៅគឺបានហើយឥឡូវនេះគឺថាស្បែកជ្រូកខ្ញុំបានបំពងរួចរាល់អស់ហើយអញ្ចឹងក៏ខ្ញុំយកស្បែកជ្រូកហ្នឹងទៅក្លុកជាមួយនឹងគ្រឿងណាហើយចំពោះគ្រឿងវិញគឺអត់មានអីស្មុគស្មាញសាំញ៉ាំច្រើនទេបងប្អូនខ្ញុំប្រើតែជាមួយនឹងអំបិលមីមួយកញ្ចប់ហើយជាមួយនឹងស្ករស2ស្លាបព្រាកាហ្វេហើយខ្ញុំប្រូយបន្ថែមជាមួយនឹងម្សៅម្ទេសបន្តិចទៀតទៅគឺបានហើយបន្ទាប់មកក្លុកស្បែកជ្រូកជាមួយនឹងគ្រឿងហ្នឹងឲ្យសព្វចូលគ្នាបានល្អទៅគឺបានហើយបងប្អូនគ្រាន់តែស្ដាប់សំឡេងហ្នឹងក៏ដឹងថាស្បែកជ្រូកនឹងស្រួយខ្លាំងកម្រិតណាដែរនៅពេលដែលក្លុកគ្រឿងជាមួយនឹងស្បែកជ្រូកសព្វចូលគ្នាបានល្អខ្ញុំក៏បានរោយបន្ថែមជាមួយសាច់បាក់យ៉ុងបើបងប្អូនចូលចិត្តក៏ដាក់ទៅបើអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរឥឡូវនេះស្បែកជ្រូកក្លុកគ្រឿងខ្ញុំបានធ្វើរួចរាល់ហើយបងប្អូនស្ដាប់សំឡេងទៅគឺថាឡើងស្រួយស្រាប់តែម្ដងបើសិនជាមាននៅស្បែកជ្រូកអីបងប្អូនកុំភ្លេចសាកធ្វើហូបទាំងអស់គ្នា